បាទសូមគោរពនឹងជម្រាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលកំពុងតែទស្សនានិងស្ដាប់ជាមួយនឹង Channel ហោរាសាស្ត្រខ្មែរប្រចាំថ្ងៃបាទសម្រាប់ថ្ងៃច័ន្ទ5កើតខែអាសាឍឆ្នាំម្សាញ់សប្បុរស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី30ខែមិថុនាឆ្នាំ2025ឆ្នាំជូតគឺរាសីរបស់លោកអ្នកដែលកើតឆ្នាំជូតនៅក្នុងថ្ងៃនេះគឺឡើងខ្ពស់ត្រដែតបាទលោកអ្នកនឹងគឺមានភាពស្រស់បំព្រងនៅក្នុងដំណើរកិច្ចការងារប្រចាំថ្ងៃមិនចំពោះតែអ្នកធ្វើការឬក៏អ្នករកស៊ីបាទសម្រាប់លៀបស្ការៈដែលមកពីទីជិតឆ្ងាយហ្នឹងគឺនឹងរស័ព្ទមកចិត្តកាយរបស់លោកអ្នកដូច្នេះគួរតែចាប់ឱកាសបានល្អបាទចំពោះរឿងគ្រួសារនិងស្នេហាវិញគឺមានតែភាពត្រជាក់ត្រជុំដោយទឹកអប់បំពង់ខ្ចីឆ្នាំឆ្លូវរាសីរបស់លោកអ្នកនៅក្នុងថ្ងៃនេះគឺឡើងខ្ពស់ត្រដែតតែម្ដងបាទទំនេរទីឋានហ្នឹងគឺលោកអ្នកនឹងទទួលបានតែការស្រឡាញ់ចូលចិត្តពីញាតិចិត្តឬឆ្ងាយបាទសម្រាប់ការធ្វើដំណើរចិត្តឆ្ងាយនិងការប្រកបការងារផ្សេងរបស់លោកអ្នកគឺសម្រាប់បានលទ្ធផលល្អគូជាទីគាប់ចិត្តបាទសម្រាប់រឿងស្នេហានិងគ្រួសារវិញគឺស្គាល់តែភាពសុភមង្គលគួរឲ្យចងចាំទុកឆ្នាំខាលអស់លោកអ្នកដែលកើតឆ្នាំខាលក្នុងថ្ងៃនេះគឺរាសីធ្លាក់ចុះបាទរាល់គម្រោងការទាំងឡាយដែលលោកអ្នកគិតថានឹងប្រព្រឹត្តទៅបានល្អវានឹងក្លាយជារឿងអាសាបងដាក់ចុះរលាយបាត់គ្មានអ្វីជាដុំកំភុននោះឡើយបាទថ្ងៃនេះគឺហានិភ័យចាញ់បុកពីច្រើនគួរជៀសវាងការរាប់អានងប់ងល់ទៅលើបុគ្គលដែលគ្មានសារបណ្ដាច្បាស់លាស់បាទសម្រាប់រឿងគ្រួសារនិងស្នេហាវិញគឺមានតែភាពរកាំរកូសមិនចុះសម្រុងឈានទៅរកការឆ្លោះប្រកែកគ្នារឿងតូចពួននឹងខ្លាយជារឿងធំឆ្នាំថោះលោកអ្នកដែលកើតឆ្នាំថោះនៅក្នុងថ្ងៃនេះគឺរាសីឡើងខ្ពស់ត្រដែតបាទលោកអ្នកនឹងមានលៀបធំចូលមកក្នុងឆាកជីវិតព្រោះតែការធ្វើអំពើល្អនិងការខំប្រឹងប្រែងកន្លងមកបាទចំពោះអ្នកធ្វើជាបុគ្គលិកមន្ត្រីរាជការនឹងទទួលបានតំណែងថ្មីប្រាក់ខែវិវត្តថ្មីសមតាមចិត្តប្រាថ្នាបាទសម្រាប់រំពងគ្រួសារនិងស្នេហាគឺមានតែភាពលោកល្អឿនចូលចិត្តថ្លើមគ្នាទ្វេមួយជាពីរឆ្នាំរោងគឺអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំរោងថ្ងៃនេះគឺធ្លាក់ចុះបាទលោកអ្នកអាចនឹងមានភាពអកកឬក៏ចំនួននៅក្នុងរំពងការងារហើយអាចនឹងនាំឲ្យបាត់បង់ការងារធ្វើទៀតផងបាទសម្រាប់អ្នករស់ស៊ីអាចនឹងស្ងាត់បាត់អតិថិជនហើយធ្ងន់ជាងនេះអាចនឹងត្រូវបង់ធនទៀតផងដូច្នេះនឹងត្រូវប្រុងប្រយ័ត្នហាមចាយវាយខុសខ្ទង់និងហាមបង់ប្រាក់កក់ផ្សេងចំពោះរឿងគ្រួសារនិងស្នេហាអាចនឹងមានរឿងរកាំរកូសបន្តិចបន្តួចឆ្នាំម្សាញ់សម្រាប់អស់លោកអ្នកដែលកើតឆ្នាំម្សាញ់នៅក្នុងថ្ងៃនេះគឺឡើងខ្ពស់ត្រដែតបាទលោកអ្នកនឹងអាចនឹងថ្លាចិត្តថ្លាគំនិតគិតអ្វីក៏ចេញធ្វើអ្វីក៏សម្រេចហើយជាពិសេសនោះគឺលោកអ្នកអាចនឹងមានឱកាសទទួលបានការងារថ្មីចំណូលច្រើនសមនិងចិត្តប្រាថ្នាបាទចំពោះរឿងគ្រួសារនិងស្នេហាវិញនឹងកាន់តែមានភាពផ្អែមល្ហែមល្អអើនដូចស្រមុចនិងស្ករឆ្នាំមមីអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំមមីរាសីថ្ងៃនេះគឺល្អមធ្យមបាទរកកិច្ចការងារទាំងឡាយដែលអស់លោកអ្នកធ្វើនៅក្នុងថ្ងៃនេះគឺប្រព្រឹត្តទៅជាធម្មតាមិនមានបញ្ហាចោទអ្វីឡើយបាទសម្រាប់អ្នកប្រកបមុខរបររកស៊ីអាចនឹងទទួលបានប្រាក់ចំណូលតិចតួចតែមិនថ្មីទេព្រោះនៅក្នុងគ្រួសារមានតែភាពសប្បាយរីករាយហើយស្នេហាទៀតសោតក៏ផ្អែមដូចស្រមុចនិងស្ករឆ្នាំមមែលោកអ្នកដែលកើតឆ្នាំមមែនៅក្នុងថ្ងៃនេះគឺរាសីឡើងខ្ពស់ត្រដែតបាទលោកអ្នកនឹងទទួលបានដំណឹងល្អពីការងារថ្មីដែលជាការងារនៅក្នុងក្តីប្រាថ្នាគួរឲ្យចាប់ឱកាសនេះឲ្យជាប់ព្រោះអាចនឹងមានឥទ្ធិពលខ្លាំងនៅថ្ងៃអនាគតរបស់លោកអ្នកបើជាអ្នកប្រកបរបររកស៊ីក៏អាចនឹងបានជួបគូសហការល្អអាចធ្វើដំណើរក្នុងមុខជំនួញជាមួយគ្នាប្រកបដោយភាពទុកចិត្តបាទចំពោះរឿងគ្រួសារនិងស្នេហាមានតែភាពអែមល្ហែមយល់ចិត្តគ្នាទៅវិញទៅមកឆ្នាំវកលោកអ្នកដែលកើតឆ្នាំវករាសីគឺធ្លាក់ចុះមកថ្ងៃនេះបាទលោកអ្នកនឹងមានភាពមិនល្អមានឧបសគ្គច្រើនមករាំងស្ទះនៅក្នុងជីវិតក៏ដូចជាកិច្ចការងារប្រចាំថ្ងៃជាដើមបាទហាមជឿតាមពាក្យលងលោមអូសទាញឲ្យប្រព្រឹត្តអ្វីមួយនឹងហាមដាច់ខាតទូទន់ដល់អ្នកដទៃដែលមិនមែនជាសមាជិកគ្រួសារបងប្អូនសាច់ញាតិបាទចំពោះរឿងគ្រួសារនិងស្នេហាអាចនឹងមានភាពប្រកម្មប្រកបបន្តិចបន្តួចឆ្នាំរកាឆ្នាំរកាហ្នឹងគឺប្រាប់អស់លោកអ្នកដែលកើតឆ្នាំរកាក្នុងថ្ងៃនេះគឺរាសីឡើងខ្ពស់ត្រដែតបាទថាមានមនុស្សជាច្រើននឹងតាមជូនអំណោយដល់អ្នកហើយអាចនឹងមានលៀបធំដូចជាការផ្ដល់ជូនទូនាទីយស័ក្តិជាដើមបាទហើយបើជារស់ស៊ីអាចនឹងមានឈ្មោះធំណាម្នាក់មកបបួលបណ្ដាក់ទុនថែមទៀតផងបាទចំពោះរឿងស្នេហានិងគ្រួសារមានតែភាពផ្អែមល្ហែមត្រជាក់ត្រជុំដូចទឹកអប់បំពង់ខ្ចី
ឆ្នាំចបាទ ឆ្នាំចនោះគឺអស់លោកអ្នកដែលកើតឆ្នាំចនៅក្នុងថ្ងៃនេះគឺរាសីធ្លាក់ចុះបាទបើអស់លោកអ្នកជាអ្នករកស៊ីឬក៏ធ្វើចំនួនជួញដូរអាចនឹងត្រូវអន្តរាយទ្រព្យសម្បត្តិបាទដោយសារតែភាពជជែករឹងរូសរបស់អ្នកហើយបើសិនជាអ្នកធ្វើការជាបុគ្គលិកមន្ត្រីរាជការអាចនឹងប្រឈមមុខនឹងបញ្ហាជាច្រើនដូចជាការជន់ពន្លិចពីសំណាក់ក្រុមការងារដូច្នេះមុននឹងធ្វើអ្វីត្រូវតែចេះគិតគូរមកក្រោយបាទចំពោះរឿងគ្រួសារនិងស្នេហាមានតែភាពល្អកមិនចុះសម្រុងហើយអាចឈានទៅដល់ការបែកបាក់គ្នាថែមទៀតផងបាទឆ្នាំចុងក្រោយនេះគឺឆ្នាំកុរបាទឆ្នាំកុររាសីរបស់លោកអ្នកដែលកើតឆ្នាំកុរនៅក្នុងថ្ងៃនេះគឺល្អមធ្យមបាទរកកិច្ចការងាររកស៊ីទាំងឡាយរបស់លោកអ្នកក្នុងថ្ងៃនេះអាចប្រព្រឹត្តទៅជាធម្មតាគ្រាន់តែមិនសូវទទួលបានលទ្ធផលល្អបាទសម្រាប់រឿងគ្រួសារនិងស្នេហាគឺមិនមានរឿងកម្មកុសណាមួយឡើយបាទសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលតាមដានស្ដាប់តាំងពីដើមរហូតដល់ចប់បាទចំណុចខ្ញុំសូមអរគុណសូមជម្រាបលា